một đây còn chỉ quản một lòng sông sông bà lòng sóng trên cái buộc ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានចុះមកកន្លែងកាត់សក់បងជីវ៉ាន់ស្ទាយបាទដែលគាត់មានទីតាំងនៅម្ដុំផ្សារដីក្រហមនៅក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែងបងប្អូនថ្ងៃនេះដែរគឺខ្ញុំបានថតវីដេអូចែកម្លែកនៃការបង្រៀនកាត់សក់សម្រាប់ម៉ូតសក់នេះដែរគឺខ្ញុំបានសួរបងជីវ៉ាន់គឺគាត់ថាម៉ូតឡុងសុងជើងខ្ពស់បងប្អូនឡុងសុងស្ទាវដែរបាទហើយសក់នេះដែរគឺកាត់ដោយបងជីវ៉ាន់បន្តតែម្ដងអញ្ចឹងបើសិនជាមានការកាត់សក់របស់គាត់ខុសឆ្គងត្រង់ណានោះក៏សូមអធិស្ឋានចំពោះបងជីវ៉ាន់ស្ទាយផងដែរសម្រាប់អ្នកទៅតែនឹងរៀនអីបាទគឺអាចមើលវីដេអូនេះឲ្យដល់ចប់ទាំងអស់គ្នាបងប្អូនដោយសារយើងថតលម្អិតគឺយើងអត់មានកាត់តអីទេគឺយើងថតចប់ពេញតែម្ដងបងប្អូនសម្រាប់អ្នករៀនសូត្រគឺងាយស្រួលមែនតើសម្រាប់កន្លែងរបស់គាត់វិញបងប្អូនឃើញថារៀបចំបានល្អមែនតើបងប្អូនហើយក៏គាត់មានទទួលលេបពណ៌សក់បាញ់កវលបាញ់អីហ្នឹងបងប្អូនហើយក៏មានបរិញ្ញាសាសហើយនេះគ្រូសាស្ត្ររបស់គាត់បងប្អូនគឺគាត់លក់កាហ្វេបងប្អូនអញ្ចឹងសម្រាប់អ្នកមកភ្ញៀវមកកាត់សក់អីគឺមានទីតាំងល្អមែនតើគឺអាចអង្គុយខាងមុខហើយក៏អង្គុយនៅចំហៀងមានរឹងជាច្រើនបងប្អូនហើយក៏គាត់មានសាឡននៅចប់នឹងផងដែរបាទអញ្ចឹងហើយយូរបានចុះខេត្តម្ដងបងប្អូនបាទគឺស្រស់ស្រាយមែនតើបងប្អូនឃើញទិដ្ឋភាពបែបស្រុកស្រែក្លិនក៏អប់ឈ្ងុយបែបស្រុកស្រែបងប្អូនហើយខ្ញុំក៏ជាកូនអ្នកស្រែដែរគាត់ថាយើងរកស៊ីនៅតែទីក្រុងយូរទៅបានយូរមកម្ដងគឺស្រស់ស្រាយមែនតើអញ្ចឹងបងប្អូនកុំឲ្យខាតពេលយូរឥឡូវនេះគឺយើងបានមកចូលមេរៀនកាត់សក់ម្ដងបាទគឺកាត់ដោយបងជីវ៉ាន់ស្ទាយបាទតាមចំហៀនបងប្អូនបាទហ្នឹងហើយអញ្ចឹងចូលទៅទស្សនាទាំងអស់បងប្អូនមុននឹងទស្សនាសូមបងប្អូនជួយ Subscribe Channel YouTube បាទបេះដូងក្នុង TikTok ហើយនឹង Channel YouTube ផងដែរបងប្អូន Subscribe ណាបាទគឺខ្ញុំផុស3 account គ្រប់វីដេអូដែលខ្ញុំបានថតគឺខ្ញុំផុសក្នុង TikTok ផងផុសក្នុង YouTube ផងហើយក៏ផុសក្នុង Page ផងបងប្អូននេះគឺចេញដំបូងនេះគឺបងប្រុសជីវ៉ាន់ស្ទាយគឺគាត់បានចេញលេខ1កន្លះដែលវាស្មើនឹង 4.5 mm បងប្អូនមីលីម៉ែត្រសម្រាប់បងប្អូនត្រូវការសម្ភារៈកាត់សក់គ្រប់ប្រភេទបាទហាងកាត់សក់ខ្ញុំបាទក៏មានលក់សម្ភារៈផងដែរ một đây còn chỉ quản một lòng sông sông bà lòng sóng trên cái buộc cái lấy mát nữa bọn mua cả lát nữa 4.5 mua cả lát Bật như vậy như lấy cả lát đang không phải làm lấy chiên thì dùng ta phun bỏ hai lại
ពីតាប្រើតែស្ទឹកតូចស្ទឹកធំ តែសម្រាប់នេះខ្ញុំថាប្រើធំស្រួលជាងដែរ ស្រួលទី ចាំតែចេះកំដៅចង់ប្រើធំហ្នឹង បាទទៅត្រឡប់ទៅស្រួលទៅបាទត្រឡប់តា វាលឿនអ្នកខ្លះគេថាប្រើក្រាស់លឿនតែដល់នេះគេจะប្រើធំដែរ ពួកเราប្រើពុំសុតទាំងអស់ភាគច្រើនមែនទេ ប៉ុន្តែយើងបរិយាកាសក៏ងាយស្រួលដែរអត់រុញឲ្យខុសរងសក់គ្នាស្រួលកាយវិញណា
សម្រាប់បងប្អូនត្រូវការសម្ភារៈកាត់សក់គ្រប់ប្រភេទបាទហាងកាត់សក់ខ្ញុំបាទក៏មានលក់សម្ភារៈផងដែរ